សំណួរបងស្រីមួយគាត់សួរខ្ញុំថាបងហេតុអ្វីទៅស្ត្រីរឹងមាំភាគច្រើនគាត់សុខចិត្តនៅម្នាក់ឯងបាទបើសម្រាប់ខ្ញុំចំនួននេះពិតជាល្អហើយបើសម្រាប់មតិរបស់ខ្ញុំវិញប្រហែលជាគាត់គិតថាគាត់នៅម្នាក់ឯងល្អជាងនៅក្នុងវងមនុស្សឬក៏នៅជាមួយប្តីប៉ុនគាត់នៅជាមួយសង្សាររបស់គាត់គូកំណានចិត្តរបស់គាត់មើលទៅគេជួយអីយើងអត់បានមើលទៅគាត់អាចពឹងប្តីរបស់គាត់ឬគាត់អាចពឹងដៃគូស្នេហារបស់គាត់បានគាត់សុខចិត្តនៅម្នាក់ឯងល្អជាងវាធូរចិត្តជាងគេអត់សូវធ្វើបាបផ្លូវចិត្តច្រើនជាងមនុស្សស្រីរឹងមាំដូចជាឥន្ទ្រីអញ្ចឹងបងប្អូនដែលឃើញសត្វឥន្ទ្រីវាហើរជាវងអត់មនុស្សស្រីរឹងមាំប្រៀបដូចជាសត្វឥន្ទ្រីមួយក្បាលដែលវាហើរតែឯងហើយវាចាប់ចំណីតែឯងវាចិញ្ចឹមជីវិតតែម្នាក់ឯងទេដូចគ្នាបើសម្រាប់ខ្ញុំជឿថាគាត់សុខចិត្តនៅម្នាក់ឯងជាងនៅជាមួយប្តីគាត់នៅជាមួយសង្សារគាត់ដែលសង្សាររបស់គាត់មិនអាចពឹងពាក់បានមិនអាចចូលជាផ្លូវការបានឬមិនអាចសហការបន្តទៀតមនុស្សស្រីគាត់ត្រូវការយកប្តីគឺដោយសារគាត់ចង់បានដៃគូពឹងពាក់គ្នាហើយប្រសិនបើមិនអាចពឹងពាក់បានសួរថាគាត់យកមកធ្វើអីមានអត់បងប្អូនអរគ្នា